រៀបសួរពុកម៉ែបងប្អូននេះជាវីដេអូថ្មីមួយទៀតខ្ញុំបានទៅលេងឯខេត្តសៀមរាបហើយជាពិសេសខ្ញុំបានទៅលេងឯខាងចុងគ្នាហើយពុកម៉ែបងប្អូនមានគម្រោងទៅដើរលេងកន្លែងណាហើយឬនៅពេលចូលឆ្នាំក្នុងពេលដ៏ខ្លីខាងមុខនេះហើយបើពុកម៉ែបងប្អូនបានទៅលេងសៀមរាបកុំភ្លេចទៅលេងនៅចុងគ្នាជាពិសេសនៅក្នុងខែប្រាំងនេះអ្នកដែលខ្លាចទឹកគឺល្អពីព្រោះមិនសូវជាជ្រៅទេកន្លែងខ្លះត្រឹមតែ1ម៉ែត្រឬ1ម៉ែត្រកន្លះហើយចំពោះបងប្អូនឃើញទូកនេះទេគឺធ្លាប់តែឃើញគេបរោះម៉ូតូនេះគឺគេបរោះទូកនៅលើទឹកប្លែកម្យ៉ាងដែរហើយនៅទីនោះគឺមានទេសភាពស្រស់ស្អាតមែនតើមានទូកមានភ្នំមានព្រៃឈើអមសងខាងគឺមានលក្ខណៈពិសេសមែនតើដែលមិនគួរមើលរំលងនោះទេពុកម៉ែបងប្អូនទៅដើរលេងនៅសៀមរាបក្នុងពេលចូលឆ្នាំខាងមុខនេះហើយការធ្វើដំណើរទៅលេងនៅចុងគ្នានេះបងប្អូនអាចជួយទៅដល់សហគមន៍តាមរយៈការប្រើប្រាស់សេវាទូកដូចទូកនេះគឺហៅទូកទូចដែលមានចំណុះពីម្នាក់ទៅដល់5នាក់គឺតម្លៃ$28ហើយចំពេល6នាក់ហើយទៅដល់ដូចជា8នាក់គឺ30ជាងខ្ញុំភ្លេចដែរហើយកន្លែងនេះគឺកន្លែងដៃព្រែកភ្ជាប់ទៅខាងទន្លេសាបហើយមើលទៅខាងនោះគឺមានផ្ទះប្រជានេសាទជាច្រើនមែនតើហើយបងប្រុសដែលនៅអ្នកបរទូកហ្នឹងគាត់បានប្រាប់ខ្ញុំថានៅពេលខែវស្សាគឺផ្ទះទាំងអស់នោះនឹងរំកិលទៅគៀកទៅនឹងកោះឬក៏ច្រាំងដើម្បីការពារសុវត្ថិភាពហើយពុកម៉ែបងប្អូនបានឃើញផ្ទះនេះរៀងចម្លែកហើយបើពុកម៉ែបងប្អូនដឹងថាផ្ទះនេះជាផ្ទះអីអាចដាក់នៅក្នុង comment បានសូមជួយប្រាប់ខ្ញុំផងហើយនេះគឺទេសភាពនៅក្នុងខាងផ្នែកទន្លេសាបក៏ប៉ុន្តែមួយខាងដែលឃើញភ្នំនោះគឺជាភ្នំក្រោមគឺទេសភាពស្អាតមែនតើមានទន្លេមានព្រៃលិចទឹកមានស្រែហើយនឹងភ្នំហើយទៅពេលកន្លែងនេះគឺផ្ទះដែលយើងអាចទៅមើលសត្វក្រពើបានអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយយើងជប់នៅទីនោះយើងអាចឡើងហើយនឹងមើលសត្វក្រពើមានសត្វអីផ្សេងទៀតហើយកន្លែងនេះគឺផ្ទះបងប្អូនប្រជាពលរដ្ឋនៅទីនោះហើយពួកគាត់នៅទីនោះភាគច្រើនគឺគាត់ជាអ្នកនេសាទហើយគាត់រស់នៅលើផ្ទៃទឹកនេះដូចខ្ញុំបានបញ្ជាក់ពីខាងដើមទឹកនេះគឺមានសភាពរាក់នៅក្នុងខែប្រាំងហើយខែវស្សាមានកម្ពស់រហូតដល់15ម៉ែត្របងតកងទូកគាត់ប្រាប់តែក្នុងពេលដែលខ្ញុំទៅនេះគឺខែប្រាំងគឺកន្លែងខ្លះមានកម្ពស់ឬក៏ជម្រៅត្រឹមតែ1ម៉ែត្រកន្លះឬ1ម៉ែត្រ7អីទេគឺរាក់មែនតើហើយនេះគឺមើលពីខាងលើតាមរយៈ drone គឺផ្ទះប្រជាពលរដ្ឋនៅទីនោះគឺនៅក្បែរគ្នាហើយដំបូលក្រហមធំនេះគឺជាសាលារៀនសម្រាប់បងប្អូនកូនសិស្សដែលនៅទីនោះគឺគាត់អាចទៅរៀនបាននៅសាលានោះបើហើយទេសភាពនៅទីនោះគឺស្រស់ស្អាតប្លែកភ្នែកម្យ៉ាងសម្រាប់អ្នកមិនដាល់ទៅសោះដូចជារូបខ្ញុំនិងក្រុមការងារនេះជាលើកទី1ដែលបានទៅលេងនៅទីនោះគឺប្លែកភ្នែកមែនតែនគឺខុសគ្នាឆ្ងាយយើងធ្លាប់តែទៅដល់យើងធ្លាប់តែទៅលេងតែអង្គរទៅភ្នំបាក់ខែងទៅបដាកទៅបន្ទាយស្រីភ្នំកលៀនឯផ្សេងក៏តែអត់ដែលបានឆ្លងកាត់ទៅលេងនៅកន្លែងផ្ទះបណ្ដែតទឹកនៅចុងគ្នានេះទេហើយគឺប្លែកសម្រាប់ខ្ញុំមែនតើហើយមានបងប្អូនគាត់លក់ដូរអញ្ចឹងគាត់លក់ដូរនៅលើទូកអញ្ចឹងទៅគាត់ចែវពីផ្ទះមួយទៅផ្ទះមួយអញ្ចឹងទៅហើយដូចជានេះគឺខាងក្រុមកូរ៉េទេសចរកូរ៉េគាត់ទៅដល់ហ្នឹងគេមានរៀបចំកញ្ចប់គាត់មានទូកទូចមានខាងកាយឬក៏ប្រជាជននៅទីនោះគាត់បងគាត់អុំទូកតែខ្ញុំមិនដឹងថាទៅកន្លែងណាទេព្រោះខាងបងតកងទូកគាត់ថាគាត់គេអុំមកជុំខាងសហគមន៍ហ្នឹងទេហ
ហើយគេរៀបចំមកកញ្ចប់នឹងសម្រាប់ពួកគាត់ហើយខ្ញុំទៅនឹងគាត់សម្គាល់ថាដូចមានភ្ញៀវទេសចរកូរ៉េហើយនឹងជប៉ុនច្រើនមែនទែនទៅលេងសៀមរាបឲ្យជាពិសេសគឺផ្ទះបដែតទឹកនេះនៅខាងសហគមន៍ចុងគ្នាហើយបើមើលពីទេសភាពពីខាងលើគឺស្អាតមែនតែនគឺនិយាយថាទឹកមើលទៅដាច់កតុយភ្នែកជាប់ទៅនឹងជើងមេឃតែម្ដងហើយឡើងទឹកមិនថ្លាទេបានតែទឹកល្អក់ពលវិរៈក៏តែគឺទេសភាពហ្នឹងគឺស្អាតប្លែកដែលខ្ញុំមិនដែលបានឃើញពីមុនហើយដូចកន្លែងនេះហ្នឹងមានទូកធំបទៅទូកទូចបមកកាត់គ្នាទៅមកមានរលកមានផ្ទះហើយមានស្រែប្រាំងនៅខាងនោះហើយមានសាលារៀនហើយជារួមគឺប្លែកស្អាតខ្ញុំនិយាយទៅដល់គឺប្លែកស្អាតហើយប្រសិនបើពុកម៉ែបងប្អូនបានអញ្ជើញទៅលេងនៅខេត្តសៀមរាបសូមកុំភ្លេចទៅលេងនៅខាងសហគមន៍ចុងគ្នានេះផងពីព្រោះមានទេសភាពស្អាតប្លែកមែនតើហើយបើសិនបើវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនដើម្បីផ្សព្វផ្សាយដល់ទេសចរនៅស្រុកខ្មែរសូមកុំភ្លេចចុច like និង share និង subscribe ផងសូមអរគុណសូមជម្រាបលា